ប្រវត្តិព្រះកណេសព្រះកណេសអាទិទេពដែលមានព្រះកាយជាមនុស្សនិងព្រះសីស័កជាសត្វដំរីទ្រង់គឺជាព្រះឱរសរបស់ព្រះសិវៈនិងព្រះម៉ែបារាវតីទ្រង់គឺជាអាទិទេពដែលមានអ្នកគោរពបូជាច្រើនបំផុតក្នុងចំណោមអាទិទេពផ្សេងទៀតរបស់ព្រហ្មញ្ញសាសនាឬសាសនាហិណ្ឌូព្រោះទ្រង់ជាអាទិទេពខាងកម្ចាត់ឧបសគ្គនិងជួយឲ្យរាល់កិច្ចការទាំងឡាយទាំងពួងបានសម្រេចជោគជ័យសម្រាប់ព្រះកណេសវិញគឺត្រូវបានគេគោរពបូជានៅគ្រប់និកាយទាំងអស់គេចាត់ទុកព្រះអង្គថាជាអាទិទេពសំខាន់ដែលមិនអាចខ្វះបានហើយគ្រប់គម្ពីរតម្រាសាសនាក៏សុទ្ធតែពោលសរសើរព្រះកណេសថាជាអាទិទេពដែលមានឫទ្ធានុភាពខ្លាំងក្លាប្រាជ្ញាវាងវៃប្រកបដោយគុណធម៌តែងតែចាំជួយសង្គ្រោះការពារឃុំក្រងបង្ក្រាបកម្ចាត់រាល់សភាវៈអាក្រក់ទាំងឡាយជាអាទិទេពប្រកបដោយភាពកតញ្ញូខ្ពង់ខ្ពស់បំផុតនិងមានលក្ខណៈសម្បត្តិល្អព្រមគ្រប់ប្រការសមគួរដល់ការគោរពបូជាយ៉ាងក្រៃលែងព្រះនាមសម្រាប់ព្រះនាមព្រះកណេសគឺមកពីពាក្យថាកណៈប្រែថាពួកឬក្រុមបូកជាមួយអ៊ីសាប្រែថាដែលជាធំពេលរួមបញ្ចូលគ្នាទើបបង្កើតបានទៅជាពាក្យកណេសមានន័យថាអ្នកដែលជាធំលើពួកទេពទាំងឡាយ